នៅថ្ងៃទី26ខែឧសភាឆ្នាំ2026ឯកឧត្តមបណ្ឌិតចែមបរិនបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនៅអនុក្រឹត្យលេខ67អនក្របកចុះថ្ងៃទី22ខែមេសាឆ្នាំ2026ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងធម្មការនិងសាសនាដែលមានការយាងនិមន្តនិងអញ្ជើញចូលរួមពីសំណាក់សម្ដេចព្រះអភិសិរិសុគន្ធាមហាសង្ឃរាជអធិបតីកតេឧទ្ទេសបណ្ឌិតប៊ូគ្រីសម្ដេចព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិតខឹមសនសម្ដេចព្រះសង្ឃនាយករងទី3ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចព្រះមហាសមេធាធិបតីកតេបណ្ឌិតអំលឹមហេងសម្ដេចព្រះសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះរាជាគណៈព្រះមន្ត្រីសង្ឃទាំងពីរគណៈឯកឧត្តមលោកជំទាវរដ្ឋលេខាធិការអនុរដ្ឋលេខាធិការឯកឧត្តមលោកជំទាវតំណាងក្រសួងស្ថាប័នពាក់ព័ន្ធថ្នាក់ដឹកនាំពីហរសាសនាប្រធានមន្ទីរលោកស្រីនិងមន្ត្រីរាជការជាច្រើនរូបឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានគូសបញ្ជាក់ថាលិខិតបទដ្ឋានគតិយុត្តដ៏មានសារៈសំខាន់នេះគឺជាសមិទ្ធផលថ្មីមួយទៀតដែលឆ្លុះបញ្ចាំងពីការបដិញ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅលើប្រព័ន្ធរដ្ឋបាលនិងការគ្រប់គ្រងវិស័យសាសនាឆ្លើយតបទៅនឹងការរីកចម្រើននៃសង្គមសេដ្ឋកិច្ចនិងការវិវត្តនៃបច្ចេកវិទ្យាឌីជីថលដោយធានាឲ្យបាននូវគុណភាពគណនេយ្យភាពតម្លាភាពនិងបរិយាបន្នទាក់ទងនឹងការកែសម្រួលរចនាសម្ព័ន្ធស្ថាប័នក្រោមអនុក្រឹត្យថ្មីនេះឯកឧត្តមបណ្ឌិតបានបញ្ជាក់ពីការកែសម្រួលដោយផ្អែកលើការវិភាគមុខងារស៊ីជម្រៅដើម្បីជៀសវាងភាពត្រួតស៊ីគ្នាដោយកំណត់នៅមុខងារស្នូលចំនួន3និងមុខងាររងចំនួន17រួមជាមួយនឹងរចនាសម្ព័ន្ធសំខាន់ៗដូចជាអគ្គលេខាធិការដ្ឋានអតីតអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុមានការកែសម្រួលឈ្មោះនាយកដ្ឋានចំនួន3រក្សាចាស់1និងបង្កើតនាយកដ្ឋាននីតិកម្មផែនការនិងស្ថិតិអគ្គនាយកដ្ឋានកិច្ចការសាសនារក្សាឈ្មោះដដែលតែមានការផ្លាស់ប្តូរឈ្មោះនាយកដ្ឋានមួយចំនួននិងកែសម្រួលពុទ្ធសាសនបណ្ឌិតទៅជាវិទ្យាស្ថានពុទ្ធសាសនបណ្ឌិតអគារតិការដ្ឋានពុទ្ធកសិក្សាជាតិផ្នែកចំណុះអគារតិការដ្ឋានពុទ្ធកសិក្សាជាតិត្រូវបានកែសម្រួលដូចមានបង្ហាញខាងក្រោមទី1ផ្នែកពុទ្ធកសិក្សាបានមកពីការរួមបញ្ចូលគ្នារវាងផ្នែកពុទ្ធកបឋមសិក្សានិងធម្មវិន័យផ្នែកពុទ្ធកមធ្យមសិក្សានិងផ្នែកពុទ្ធកឧត្តមសិក្សានិងក្រៅពុទ្ធកឧត្តមសិក្សា2ព្រះអគ្គតិកាស្នើសុំបង្កើតថ្មីផ្នែកអធិការកិច្ចពុទ្ធកសិក្សាត្រូវបានរួមបញ្ចូលការិយាល័យរបៀបការិយាល័យអធិការកិច្ចនៃពុទ្ធកបឋមសិក្សានិងធម្មវិន័យការិយាល័យអធិការកិច្ចនៃផ្នែកពុទ្ធកមធ្យមសិក្សានិងការិយាល័យអធិការកិច្ចនៃផ្នែកពុទ្ធកឧត្តមសិក្សានិងក្រៅពុទ្ធកឧត្តមសិក្សា3ផ្នែកគរុកោសលនិងវិក្រិតការពុទ្ធកសិក្សាត្រូវបានផ្ទេរពីពុទ្ធកសាកលវិទ្យាល័យព្រះសីហនុរាជហើយបដូរឈ្មោះពីមជ្ឈមណ្ឌលគរុកោសលរបស់ពុទ្ធកសាកលវិទ្យាល័យព្រះសីហនុរាជទៅជាផ្នែកគរុកោសលនិងវិក្រិតការពុទ្ធកសិក្សា4ផ្នែករដ្ឋបាលនិងគណនេយ្យរក្សាទុកដដែលនាយកដ្ឋានសវនកម្មផ្ទៃក្នុងត្រូវបានរក្សាទុកដដែលដោយលុបចោលអធិការដ្ឋានអង្គភាពថ្នាក់ក្រោមជាតិបន្តរក្សាមន្ទីរធម្មការនិងសាសនារាជធានីខេត្តដើម្បីឲ្យការអនុវត្តអនុក្រឹត្យថ្មីនេះទទួលបានលទ្ធផលផ្លែផ្កានិងមានប្រសិទ្ធភាពខ្ពស់ឯកឧត្តមបណ្ឌិតចៃបូរិនក៏បានដាក់ចេញនូវទិសដៅការងារគន្លឹះចំនួន8ដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងធម្មការនិងសាសនាទាំងអស់ដូចខាងក្រោម1ការធ្វើទំនើបកម្មស្ថាប័នដើម្បីឆ្លើយតបនឹងបរិបទសកលភាវូបនីយកម្មជាមួយនឹងការបែងចែកតួនាទីច្បាស់លាស់2ការពង្រឹងសមត្ថភាពមន្ត្រីរាជការតាមរយៈការបណ្ដុះបណ្ដាលបន្ត3កំណែទម្រង់រដ្ឋបាលនិងអភិក្រមការងារដោយត្រូវធ្វើទំនើបកម្មប្រព័ន្ធទិន្នន័យមន្ត្រីជំរឿននិងជីវមាត្រដើម្បីឆ្លើយតបតម្លាភាពនិងភាពជាម្ចាស់ការ4ការពិនិត្យមុខងារឲ្យបានច្បាស់លាស់ដើម្បីជៀសវាងការជាន់តួនាទីគ្នា5ការបង្កើនការសម្របសម្រួលនិងកិច្ចសហការអន្តរនាយកដ្ឋានឲ្យបានរលូននិងទាន់ពេលវេលា6ការរៀបចំរចនាសម្ព័ន្ធថ្មីត្រូវដើរទន្ទឹមគ្នានឹងការកែតម្រង់ការគ្រប់គ្រងមន្ត្រីដោយដាក់ពង្រាយមន្ត្រីឲ្យចំជំនាញ7បន្តរៀបចំប្រព័ន្ធលើកទឹកចិត្តនិងការវិតម្លៃដោយផ្អែកលើសមិទ្ធកម្មការងារពិតប្រាកដប្រកបដោយយុត្តិធម៌និងតម្លាភាព8ការពង្រឹងផលប្រយោជន៍រួមដោយត្រូវប្រកាន់ខ្ជាប់នៅស្មារតីសាមគ្គីភាពគិតគូរពីពាក្យថាយើងជាជាងពាក្យថាខ្ញុំ
ដោយតម្កល់ឧត្តមប្រយោជន៍រួមនិងសមិទ្ធផលរបស់ក្រសួងជាធំមុននឹងបញ្ចប់ឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថាអនុក្រឹត្យថ្មីនេះនឹងក្លាយជាក្បាលម៉ាស៊ីននិងជាក្របខ័ណ្ឌគតិយុត្តដ៏រឹងមាំព្រមទាំងបានអំពាវនាវដល់សម្ដេចព្រះថេរានុថរៈគ្រប់ព្រះអង្គនិងមន្ត្រីរាជការទាំងអស់ឲ្យបន្តចូលរួមលះបង់កម្លាំងកាយចិត្តប្រកបដោយមនសិការនិងស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីរុញច្រានវិស័យធម្មការនិងសាសនានៅកម្ពុជាឲ្យកាន់តែរីកចម្រើនរុងរឿងជានិរន្តរ៍